តាមមានអ្វីដែលពិតជាបានកើតឡើងនៅពេលដែលអ្នករត់1ម៉ោងជារៀងរាល់ថ្ងៃនៅពេលដែលអ្នកចាប់ផ្ដើមរត់5នាទីដំបូងសន្លាក់របស់អ្នកនឹងភ្ញាក់ឡើងពួកវាបញ្ចេញសារធាតុរាវដើម្បីរក្សាអ្វីៗគ្រប់យ៉ាងឲ្យរលូនបន្តទៅមុខហើយក្នុងរយៈពេល10នាទីរាងកាយរបស់អ្នកចាប់ផ្ដើមដុតបំផ្លាញជាតិខ្លាញ់ហើយខួរក្បាលរបស់អ្នកនឹងផ្ដល់រង្វាន់ដល់អ្នកជាមួយនឹងសារធាតុគីមីដែលជួយឲ្យអ្នកមានអារម្មណ៍ល្អដូចជាសារធាតុដូហ្វាមីនត្រឹមរយៈពេល20នាទីសរសៃឈាមរបស់អ្នកបើកាន់តែធំបូមអុកស៊ីហ្សែនកាន់តែច្រើនទៅកាន់សាច់ដុំរបស់អ្នកត្រឹមរយៈពេល30នាទីអរម៉ូនរបស់អ្នកចាប់ផ្ដើមបញ្ចេញថាមពលបន្ថែមដើម្បីផ្ដល់ថាមពលដល់ជើងរបស់អ្នកដល់45នាទីហើយអ្នកកំពុងអស់កម្លាំងសាច់ដុំរបស់អ្នកក៏អស់កម្លាំងតែខួរក្បាលរបស់អ្នកបញ្ចេញសារធាតុ endorphin ដើម្បីរុញអ្នកឲ្យបន្តរត់ភ្លាមៗនោះទោះបីជាអ្នកនឿយហត់ក៏ដោយអ្នកមានអារម្មណ៍ស្ងប់និងអារម្មណ៍ល្អការរត់1ម៉ោងធ្វើឲ្យរាងកាយរបស់អ្នកផ្លាស់ប្ដូរបង្កើនអារម្មណ៍របស់អ្នកនិងពង្រឹងស្មារតីរបស់អ្នកគ្រាន់តែកុំភ្លេចថាត្រូវមានថ្ងៃសម្រាកផងរាងកាយរបស់អ្នកក៏ត្រូវការប្រមូលកម្លាំងឡើងវិញដែរចំណាយប្រាក់ស្មើកាហ្វេ1កែវអាចស្ដាប់សៀវភៅល្បីៗបានរហូតជាង300ក្បាលទាញយកពី App Store និង Play Store ឥឡូវនេះសូមវាយពាក្យ eBook Cambodia ដើម្បីស្វែងរក